បើកការលក់ប្រេងឥន្ធនៈឲ្យឡើងវិញតែហាមឡើងលក់បន្តឲ្យកម្ពុជាអ្នកជំនាញថាសង្គ្រាមនៅអ៊ីរ៉ង់រុញឲ្យតម្លៃប្រេងហក់ឡើងនៅទីផ្សារពិភពលោករួមទាំងកម្ពុជាផងកម្ពុជាអះអាងពីការបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរនៅដាវបូព៌ាអង្គការសិទ្ធិមនុស្សថាការបន្តឃុំខ្លួនសកម្មជនបរិស្ថានជាការបំភ័យដល់អ្នកការពារបរិស្ថានផ្សេងទៀតលោកហ៊ុនម៉ាណីថាកម្ពុជាគ្រោងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ2026នៅទីក្រុងភ្នំពេញសង្គ្រាមអ៊ីរ៉ង់បាននឹងកំពុងរីករាលដាលកាន់តែខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ាច្រកសមុទ្រអកម៉ូសត្រូវបិទទាំងស្រុងបង្កការរាំងស្ទះដល់ការដឹកជញ្ជូនប្រេងកាតនិងអ៊ុស្មានផ្ទុះបាតកម្មមរណៈនៅប៉ាគីស្ថាននិងអ៊ីរ៉ាក់ក្រោយការស្លាប់អាយ៉ាតូឡាអាលីខាមេនីថៃបានកាត់បន្ថយការរឹតបន្តឹងមួយភាគធំលើការនាំចេញប្រេងឥន្ធនៈនៅប្រទេសឡាវក្រោមហេតុផលសេដ្ឋកិច្ចនិងទំនាក់ទំនងទ្វេភាគីជាមួយឡាវនេះជាការអះអាងរបស់អ្នកនាំពាក្យកងទ័ពថៃនៅថ្ងៃទី28កុម្ភៈដែលត្រូវបានចុះផ្សាយបន្តដោយកាសែត Khawsot English ទន្ទឹមនឹងការបើកលក់ប្រេងឥន្ធនៈឲ្យឡើងវិញនៅពេលនេះយោធាថៃបញ្ជាក់ពីទប់ស្កាត់ការរត់ពន្ធប្រេងឥន្ធនៈខុសច្បាប់ពីឡាវចូលកម្ពុជាតាមរយៈវិធានការតាមដានតឹងរឹងបំផុតហូររស្មីជួនសេចក្តីរាយការណ៍តាមការចុះផ្សាយរបស់កាសែតថៃ Khawsot English នៅថ្ងៃទី1មិនិនាថៃតាមរយៈឧត្តមសេនីយ៍តូវិនថៃស៊ូវ៉ារីអ្នកនាំពាក្យកងទ័ពភូមិន្ទថៃចាត់ទុកការកាត់បន្ថយរនាំងនាំប្រេងឥន្ធនៈពីថៃទៅឡាវជាការគាំទ្រដល់ទំនាក់ទំនងល្អរវាងថៃនិងឡាវតែវិធានការរារាំងការបង្វែរប្រេងខុសច្បាប់ឬការលុបបន្តទៅប្រទេសកម្ពុជាដែលសម្របសម្រួលដោយថៃនិងឡាវត្រូវតែរក្សាទុកដដែលអ្នកនាំពាក្យកងទ័ពភូមិន្ទថៃបានបញ្ជាក់បន្ថែមថាសន្តិសុខតាមព្រំដែនថៃនៅតែជាចំណុចអាទិភាពរបស់រដ្ឋាភិបាលថៃដំណើរគ្នានឹងការគិតពិចារណាពីផលប៉ះពាល់សេដ្ឋកិច្ចនិងទំនាក់ទំនងថៃជាមួយឡាវដែរក្នុងន័យនេះការនាំប្រេងចេញទៅឡាវពេលនេះត្រូវបានអ្នកនាំពាក្យយោធាថៃរូបនេះបញ្ជាក់ថានឹងដាក់ឲ្យស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងដិតដល់រួមមានការបន្ថែមប្រព័ន្ធតាមដាន GPS លើនាវាដឹកប្រេងពីប្រភពដើមរហូតដល់គោលដៅការបញ្ជាក់ពីកាតព្វកិច្ចចែកចាយប្រេងឥន្ធនៈនៅតាមដេប៉ូប្រេងក្នុងប្រទេសឡាវជាដើមដំណើរពេលនឹងមានការបន្ធូរបន្ថយលក្ខខណ្ឌលក់ប្រេងពីប្រទេសថៃនោះឡាវតាមរយៈអាជ្ញាធរខេត្តចម្ប៉ាសាក់បានបញ្ជាក់ជាលេខអក្សរពីភាពស្របច្បាប់របស់ក្រុមហ៊ុននាំចូលប្រេងពីថៃក៏ដូចជាការធានាស្តីពីការហាមដាច់ខាតការនាំប្រេងបន្តទៅកាន់ប្រទេសទី3គួរជ្រាបថាក្រោមហេតុផលសន្តិសុខនិងក្តីបារម្ភពីការធ្លាយប្រេងពីឡាវចូលកម្ពុជាថៃបានសម្រេចផ្អាកនាំចេញប្រេងទៅឡាវចាប់ពីខែធ្នូឆ្នាំ2025ពលគឺអំឡុងពេលផ្ទុះការវាយប្រហារជាមួយកម្ពុជាគិតចាប់តាំងពីពេលកម្ពុជាមានចំនួនព្រំដែនជាមួយថៃកាលពីឆ្នាំ2025រដ្ឋាភិបាលកម្ពុជាបានចេញវិធានការរាំងខ្ទប់ការនាំចូលទំនិញយុទ្ធសាស្ត្រមួយចំនួនរបស់ថៃជាបន្តបន្ទាប់រួមមានបន្លែផ្លែឈើនិងប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទតាមច្រកព្រំដែនផ្លូវគោកលោកនាយរដ្ឋមន្ត្រីហ៊ុនម៉ាណែតក៏បានអះអាងកន្លងមកថាទោះគ្មានប្រេងនាំមកពីប្រទេសថៃក៏កម្ពុជាមិនខ្វះប្រេងឥន្ធនៈនិងឧស្ម័នប្រើប្រាស់នោះដែរអ្នកជំនាញប្រមានថាតម្លៃប្រេងនៅលើពិភពលោករួមទាំងកម្ពុជានឹងហក់ឡើងថ្លៃខ្ពស់ខណៈសង្គ្រាមបន្តផ្ទុះឡើងនៅតាមបណ្ដាប្រទេសក្នុងតំបន់ដាវបូព៌ាសម្រាប់កម្ពុជាតម្លៃប្រេងសាំងធម្មតាបានឡើង100រៀលក្នុង1លីត្រនាថ្ងៃទី1ខែមីនាឆ្នាំ2026ដែលជាការប្រែប្រួលតម្លៃប្រេងក្នុងរយៈពេល10ថ្ងៃម្ដងសូមស្ដាប់អឹងប៊ុនថនលោកដិតគីស្រីវត្តសេដ្ឋវិទូនិងជាទីប្រឹក្សារដ្ឋាភិបាលកម្ពុជាបានថ្លែងថាលទ្ធផលនៃសង្គ្រាមនៅអ៊ីរ៉ង់គឺពិតជាបានធ្វើឲ្យតម្លៃប្រេងឡើងថ្លៃនៅលើពិភពលោករួមទាំងកម្ពុជាសម្រាប់កម្ពុជាសេដ្ឋវិទូរូបនេះពន្យល់ថាតម្លៃប្រេងអាចហក់ឡើងថ្លៃខ្ពស់ប្រសិនបើប្រេងនៅក្នុងស្តុកត្រូវបានប្រើប្រាស់អស់តែថាបើកម្ពុជាមានប្រេងនៅក្នុងស្តុកច្រើននោះតម្លៃប្រេងមិនគួរត្រូវបានឡើងថ្លៃដោយតម្លៃប្រេងលើទីផ្សារអន្តរជាតិនោះទេហើយការកើនឡើងថ្លៃប្រេងនេះវាមានករណីពីរទី1វាអាស្រ័យទៅលើស្តុកប្រេងដែលយើងមានស្តុកនៅក្នុងប្រទេសលក់អស់ហើយនៅបាទជួនកាលការប្រើប្រាស់ស្តុកប្រេងនេះយកមកប្រើដើម្បីឲ្យថ្លៃប្រេងយើងនៅមានស្ថិរភាពនោះគឺជារឿងមួយល្អដែលធ្វើឲ្យប្រជាពលរដ្ឋយើងមិនចំណាយថ្លៃប្រេងខ្ពស់ជាងមុនទី2ប្រសិនបើចំនួនស្តុកប្រេងអស់ហើយយើងដោះស្រាយស្ថានភាពនៅមជ្ឈិមបូព៌ានៅតែមានបញ្ហាគឺយើងមិនអាចរក្សាបានទេដូច្នេះថ្លៃប្រេងត្រូវតែឡើងជាកំហុកអញ្ចឹងត្រូវតែត្រៀមខ្លួនសម្រាប់ការប្រែប្រួលនៃថ្លៃប្រេងនេះហើយខ្ញុំជឿថាថ្លៃស្តុកប្រេងដែលមានស្រាប់នៅក្នុងប្រទេសនេះគឺរួមចំណាយធ្វើឲ្យថ្លៃប្រេងប្រែប្រួលដោយសន្សំកាលណាថ្លៃប្រេងប្រែប្រួលដោយកំហុកវានឹងមានផលជះទៅដល់សេដ្ឋកិច្ចកម្ពុជាទាំងស្រុងជាពិសេសគឺការរុញឡើងនៃអតិផរណាឈ្មួញប្រេងបាននិយាយថាប្រេងឆៅបានកើនឡើងប្រមាណ 10% ឬប្រហែល$80ក្នុង1បារ៉ែលនៅថ្ងៃទី1ខែមីនាម្សិលមិញក្រោយពីការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់នេះបើតាមការផ្សាយរបស់សារព័ត៌មានសង្ហបុរី CNA និងដែលបានបញ្ជាក់ទៀតថានេះជាការកើនឡើងតម្លៃប្រេងខ្ពស់បំផុតចាប់តាំងពីខែកក្កដាឆ្នាំ2025
ដោយឡែកទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានរាយការណ៍ថាយ៉ាងហោចណាស់នាវាដឹកប្រេង150គ្រឿងដែលដឹកប្រេងឆៅនិងឧស្ម័នបានទម្លាក់យុទ្ធការរបស់ខ្លួនចូលទៅក្នុងដែនសមុទ្រនៃឈូងសមុទ្រអន្តរជាតិ Hormuz ដោយសារតែសង្គ្រាមអ៊ីរ៉ង់នាចុងសប្តាហ៍មុននៅក្នុងនោះ 20% នៃប្រេងពិភពលោករួមទាំងពីប្រទេសផលិតប្រេងដូចជាអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អ៊ីរ៉ាក់ គុយវេត និងអ៊ីរ៉ង់សុទ្ធតែត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz រដ្ឋាភិបាលកម្ពុជាបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរដែលកំពុងស្ថិតក្នុងបណ្ដាប្រទេសដែលមានសង្គ្រាមនៅតំបន់ដាវបូព៌ានិងមកដល់ពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយអំពីគ្រោះថ្នាក់ដែលបានកើតឡើងលើពលរដ្ឋខ្មែរនៅឡើយនេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកប៉ែនបូណានៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃច័ន្ទទី2មីនានេះហូរ៉ាស្មីជួនសេចក្តីរាយការណ៍បន្តការថ្លែងរបស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកប៉ែនបូណាធ្វើឡើងស្របពេលដែលកងទ័ពអាមេរិកនិងអ៊ីស្រាអែលបានកំពុងបន្តវាយប្រហារលើប្រទេសអ៊ីរ៉ង់បើតាមលោកប៉ែនបូណាបណ្ដាស្ថានឯកអគ្គរដ្ឋទូតកម្ពុជាទាំងអស់ដែលមានទំនាក់ទំនងជាមួយប្រទេសនៅដើមបូព៌ាបានទទួលការណែនាំឲ្យប្រកាសប្រាប់ប្រជាពលរដ្ឋនិងនិស្សិតខ្មែរទាំងអស់ឲ្យមានការប្រុងប្រយ័ត្ននិងផ្ដល់មធ្យោបាយតាក់ទងដើម្បីសម្របសម្រួលក្នុងករណីមានអាសន្នគិតមកដល់ពេលនេះកម្ពុជានៅមិនទាន់មានព័ត៌មានស្ដីពីការរងគ្រោះរបស់ពលរដ្ឋខ្មែរនៅក្នុងសង្គ្រាមដែលកំពុងរីករាលដាលនៅតំបន់ដើមបូព៌ានេះនៅឡើយទេគួរជម្រាបជូនថាបច្ចុប្បន្នមានពលរដ្ឋខ្មែរបាននឹងកំពុងរស់នៅឬរៀនសូត្រនៅក្នុងប្រទេសមួយចំនួននៅតំបន់ដើមបូព៌ាជាក់ស្ដែងនៅអ៊ីស្រាអែលមាននិស្សិតខ្មែរប្រមាណ239នាក់កំពុងសិក្សារៀនសូត្រក្នុងនោះមាន153នាក់ជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មនិង86នាក់ជានិស្សិតនៃសាលាកសិកម្មព្រែកលៀបចំណែកនៅប្រទេសកូវេតវិញមាននិស្សិតខ្មែរចំនួន27នាក់ក្រៅពីនោះមានពលរដ្ឋខ្មែរមួយចំនួនទៀតកំពុងស្នាក់នៅធ្វើការឬធ្វើដំណើរកម្សាន្តក្នុងបណ្ដាប្រទេសនៅតំបន់ដើមបូព៌ានេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាដោយឡែកអ្នកនាំពាក្យក្រសួងការងារកម្ពុជាលោកស៊ុនមេសាក៏បានបញ្ជាក់នៅថ្ងៃទី2មិនិនានេះដែរថាមានពលរដ្ឋខ្មែរតែ9នាក់ប៉ុណ្ណោះដែលកំពុងធ្វើការនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនិងថាពួកគេមិនរងហានិភ័យណាមួយឡើយព្រោះទីតាំងដែលពួកគេកំពុងរស់នៅមិនស្ថិតនៅក្នុងគោលដៅនៃការវាយប្រហាររបស់អ៊ីរ៉ង់ទេទោះយ៉ាងណារដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសបានបញ្ជាក់ថាកម្ពុជាកំពុងតាមដានស្ថានភាពដោយក្តីបារម្ភខ្លាំងនិងបានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់ជាអតិបរមាដើម្បីជៀសវាងកុំឲ្យស្ថានភាពធ្លាក់កាន់តែធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតជនស៊ីវិលនិងប៉ះពាល់ដល់សន្តិភាពនៅថ្ងៃច័ន្ទទី2ខែមីនានេះដែរតុលាការកំពូលបានបដិសេធសំណើសុំដោះលែងសកម្មជនចលនាមេដាធម្មជាតិទាំង5នាក់បន្ទាប់ពីតុលាការជាន់ទាបបានសម្រេចឃុំខ្លួនពួកគេក្រោមបទចោទរួមគំនិតក្បត់និងប្រមាថចំពោះអង្គព្រះមហាក្សត្រអ្នកការពារសិទ្ធិមនុស្សបានសម្ដែងការសោកស្ដាយចំពោះសេចក្តីសម្រេចបន្តឃុំខ្លួនសកម្មជនបរិស្ថានវ័យក្មេងទាំងនេះដោយយល់ថាការបន្តឃុំខ្លួនសកម្មជនបរិស្ថានទាំងនេះជាការបំភ័យដល់អ្នកការពារបរិស្ថានផ្សេងទៀតសូមស្ដាប់អឹងប៊ុនថនអង្គការសិទ្ធិមនុស្សលីកាដូបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននាថ្ងៃទី2ខែមីនានេះថាតុលាការតែងតែបដិសេធសំណើសុំដោះលែងនិងសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថានទាំង5នាក់ខណៈដែលសាលាធរនៅមិនទាន់កំណត់កាលបរិច្ឆេទសម្រាប់សវនកម្មលើសំណុំរឿងអ្នកទាំងនោះនៅឡើយសូមបញ្ជាក់ថាគិតមកដល់ពេលនេះសកម្មជនបរិស្ថានទាំង5រូបបានជាប់ពន្ធនាគារអស់រយៈពេលជាង20ខែមកហើយកាលពីខែកក្កដាឆ្នាំ2024សាលាដំបងរាជធានីភ្នំពេញបានផ្តន្ទាទោសសមាជិក10រូបនៃសកម្មជនចលនាមេដាធម្មជាតិឲ្យជាប់ពន្ធនាគារម្នាក់ៗពី6ឆ្នាំទៅដល់8ឆ្នាំពីបទរួមគំនិតក្បត់និងប្រមាថអង្គព្រះមហាក្សត្រក៏ប៉ុន្តែមានតែសកម្មជនបរិស្ថាន5រូបប៉ុណ្ណោះដែលជាប់ឃុំរួមមានលោកថនរដ្ឋាលោកលីច័ន្ទរាវុធលោកយឹមលៀងហ៊ីកញ្ញាឡុងគុនធានិងកញ្ញាភួនកែវរស្មីចំណែកសកម្មជនផ្សេងទៀតកំពុងស្ថិតនៅក្រៅប្រទេសលោកអំសំអាតនាយកកិច្ចការទូតអង្គការលីកាដូដែលបានតាមដានករណីនេះបានសម្ដែងការសោកស្ដាយចំពោះការសម្ដែងរបស់តុលាការកំពូលដែលបដិសេធសំណើសុំដោះលែងនិងសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថានទាំង5នាក់បើតាមលោកអំសំអាតយុវជននិងសកម្មជនការពារបរិស្ថានគួរតែត្រូវបានលើកទឹកចិត្តនិងថាការធ្វើសកម្មភាពការពារបរិស្ថានរបស់ពួកគេមិនមែនជាបទល្មើសនិងមិនគួរត្រូវបានផ្ដន្ទាទោសទាល់តែសោះអង្គការលីកាដូមើលឃើញថាការបន្តឃុំខ្លួនសកម្មជនទាំងនេះធ្វើឲ្យពួកគេបាត់បង់សិទ្ធិក្នុងការបន្តការសិក្សាការទទួលខុសត្រូវក្នុងនាមជាមេគ្រួសារដែលធានារ៉ាប់រងលើកូនតូចៗភរិយាឪពុកម្ដាយចាស់ជរាដែលមានជំងឺអង្គការលីកាដូចាត់ទុកការសម្រេចឃុំខ្លួនរបស់សកម្មជនបរិស្ថានជាការបំភ័យដល់អ្នកការពារបរិស្ថានដទៃទៀតមិនឲ្យចូលរួមក្នុងកិច្ចការពារបរិស្ថាននិងជះឥទ្ធិពលមិនល្អដល់កិច្ចខិតខំប្រឹងប្រែងក្នុងការការពារបរិស្ថានរបស់សកម្មជននិងអង្គការសង្គមស៊ីវិលដែលធ្វើការងារបផ្នែកបរិស្ថាន
តែកន្លងមកអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាតែងតែការពារចំណាត់ការផ្លូវច្បាប់ទៅលើសកម្មជនបរិស្ថានឬក៏សកម្មជនសង្គមមួយចំនួនដោយចាត់ទុកអ្នកទាំងនោះថាបានធ្វើសកម្មភាពហួសពីដែនកំណត់នៃសេរីភាពបញ្ចេញមតិលោកហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់នៅថ្ងៃទី2ខែមីនាឆ្នាំ2026នេះថាកម្ពុជានឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ2026នៅទីក្រុងភ្នំពេញពលមិនមែននៅលើទឹកដីខេត្តសៀមរាបដោយសពមួយដងឡើយតែលោកក៏មិនភ្លេចបញ្ជាក់ថាការរៀបចំព្រឹត្តិការណ៍នេះមិនមែនមានន័យថាកម្ពុជាភ្លេចពីបញ្ហានៅតាមតំបន់ព្រំដែននោះទេលោកហ៊ុនម៉ាណីរំពឹងថាព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ2026នឹងអាចគៀងគរស្មារតីខ្មែរតែមួយពិសេសផ្សារភ្ជាប់សកម្មភាពជាមួយជនភៀសឹកនិងកងទ័ពនៅតំបន់ជាប់ព្រំដែនប្រទេសថៃថ្លែងនៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី2ខែមិនិនាឆ្នាំ2026លោកហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបញ្ជាក់ថារដ្ឋាភិបាលនឹងរៀបចំកម្មវិធីសង្ក្រាន្តក្នុងឆ្នាំ2026នេះនៅទីក្រុងភ្នំពេញវិញដោយលម្អិតបន្តថាព្រឹត្តិការណ៍នគរសង្ក្រាន្តនឹងធ្វើឡើងក្នុងកម្រិតមួយដែលលាយឡំរវាងការសប្បាយនិងស្មារតីរួបរวมជាតិទោះស្ថានភាពនៅតាមព្រំដែនកម្ពុជាថៃនៅមិនទាន់វិលទៅរកសភាពដើមវិញក៏ដោយមិនទាន់វិលរកសភាពដើមក៏ព្រោះតែជនភៀសឹកនៅតែបន្តស្នាក់នៅក្នុងជំរំហើយកងទ័ពកម្ពុជាក៏កំពុងឈរជើងតាមព្រំដែននៅឡើយដែរប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះដដែលបញ្ជាក់ថាការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តមិនមែនមានន័យថាកម្ពុជាភ្លេចពីអ្វីដែលបានកើតឡើងនៅតាមតំបន់ព្រំដែនទេតែវាជាឱកាសមួយក្នុងការពង្រឹងអត្តសញ្ញាណជាតិជំរុញសេដ្ឋកិច្ចជាតិនិងផ្សារភ្ជាប់សកម្មភាពជាមួយជនភៀសឹកនិងកងទ័ពនៅសមរភូមិមុខទោះជាយ៉ាងណាលោកហ៊ុនម៉ាណីមិនទាន់អាចបញ្ជាក់លម្អិតបានទេថាតើប្រធានបទសង្ក្រាន្តឆ្នាំនេះនឹងផ្ដោតលើអ្វីឬរៀបចំក្នុងកម្រិតណាមួយនោះទេដោយគ្រាន់តែបញ្ជាក់ថានឹងពិភាក្សាបន្តទៀតសូមជម្រាបជូនថាព្រឹត្តិការណ៍នគរសង្ក្រាន្តក្រុងធ្វើឡើងរយៈពេល6ថ្ងៃចាប់ពីថ្ងៃទី14ដល់ថ្ងៃទី19ខែមេសាឆ្នាំ2026នៅតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញរួមមានបរិវេណវត្តភ្នំផ្លូវថ្មើរជើងចតុមុខឬ Walk Street សួនច្បារអគារវឌ្ឍនៈសួនវត្តបទុមវតីបាសាក់ឡែននិងផ្សារទួលទំពូងលោកសុកសបាយណាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាលើកឡើងថាគ្រប់កម្មវិធីប្រពៃណីខ្មែរនឹងនៅតែរក្សាដដែលរួមមានការសម្ដែងសិល្បៈរបាំនិងល្បែងប្រជាប្រិយនៅតាមគោលដៅដែលព្រៀងទុកបន្ថែមពីនេះព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំ2026ក៏មានធ្វើពិធីឧទ្ទិសដល់យុទ្ធជនពលីក្នុងសមរភូមិយុទ្ធនាការបុកអំបុកវិចអន្សមនិងដុតក្រឡានផ្ញើទៅសមរភូមិមុខនិងប្រមូលជំនួយជួយជនភៀសឹកជាដើមលោកបណ្ឌិតឈុតប៊ុនថងអ្នកជំនាញកិច្ចការសង្គមនិងទស្សនវិជ្ជាបានគាំទ្រការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំ2026នេះតែលោកបណ្ឌិតបានផ្ដល់ជាយោបល់ថានៅក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាសប្តាហ៍ថ្ងៃរដ្ឋាភិបាលគួរតែចំណាយត្បិតត្បៀតតាមដែលអាចធ្វើទៅបានពោលជៀសវាងការចាយខ្ជះខ្ជាយលើអ្វីដែលមិនចាំបាច់លោកហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានិងលោកស្រី Louise Mosquito-Kiwabo អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រមប្រទេសនិយាយភាសាបារាំងបានជួបពិភាក្សាការងារនៅព្រឹកថ្ងៃទី2មីនានេះលោកហ៊ុនសែនបានចាត់ទុកជំនួបនេះជាផ្នែកមួយសំខាន់ក្នុងការចូលរួមចំណែកលើកទឹកចិត្តនិងគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូល Francophonie ដែលគ្រោងធ្វើឡើងនៅអំឡុងខែវិច្ឆិកាឆ្នាំ2026ខាងមុខក្នុងជំនួបជាមួយលោកស្រី Louise Mosquito-Kiwabo លោកហ៊ុនសែនបានដាក់ក្តីរំពឹងថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល Francophonie ឲ្យបានជោគជ័យល្អប្រសើរទុកជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជានិងជាប្រវត្តិសាស្ត្រសម្រាប់កិច្ចប្រជុំកំពូល Francophonie លើកទី20នេះបើតាមលោកហ៊ុនសែនលោកស្រី Louise Mosquito-Kiwabo ទទួលស្គាល់ពីភាពស្មុគស្មាញរបស់ពិភពលោកបច្ចុប្បន្នដែលតម្រូវឲ្យបណ្ដាប្រទេសនៅក្នុងអង្គការ Francophonie គិតគូរចំពោះបញ្ហានេះដែរសម្រាប់បរិបទប្រទេសកម្ពុជានិងបើតាមលោកហ៊ុនសែនអគ្គលេខាធិការអង្គការអន្តរជាតិនៃក្រមនិយាយភាសាបារាំងរូបនេះក៏បានតាមដានផងដែរពីបញ្ហាព្រំដែនកម្ពុជានិងថៃក្នុងរយៈពេល2ខែដើមឆ្នាំ2026នេះរមណីយដ្ឋានអង្គររកចំណូលបានពីការលក់សម្បត្តិចូលទស្សនាជាង $9.1 លានធ្លាក់ចុះ 30% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2025នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនៅថ្ងៃទី1មិនិនានឹងថាក្នុងរយៈពេល2ខែដើមឆ្នាំ2026នេះដែរចំនួនទេសចរដែលបានទៅទស្សនានៅរមណីយដ្ឋានអង្គរមានត្រឹម 188,885 នាក់ធ្លាក់ចុះ 32.45%
10% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2025ការធ្លាក់ចុះចំនួនទេសចរដែលចូលទស្សនារមណីយដ្ឋានអង្គរជាបន្តបន្ទាប់បែបនេះធ្លាប់ត្រូវបានគ្រឹះស្ថានអង្គរពន្យល់ថាបណ្ដាលមកពីវិបត្តិសេដ្ឋកិច្ចនិងចំនួននានាក្នុងពិភពលោកខណៈចំនួនព្រំដែនរវាងកម្ពុជានិងថៃក៏បន្តផលប៉ះពាល់ខ្លះដែរទៅលើវិស័យទេសចរនៅកម្ពុជាការត្រួតពិនិត្យលើកទី2របស់ក្រមជំនាញបង្ហាញថាករណីដួលសន្លប់និងស្លាប់កម្មករនៅក្នុងខេត្តកណ្ដាលមិនមែនដោយសារការអនុវត្តលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារមិនបានត្រឹមត្រូវនោះឡើយនេះជាការអះអាងរបស់លោកសុនមេសាអ្នកនាំពាក្យក្រសួងការងារនៅរសៀលថ្ងៃទី2មិនិនានឹងថាក្នុងចំណោមកម្មករនិយោជិតដែលបានដួលសន្លប់ទាំង20នាក់មានកម្មករ18នាក់បានចូលធ្វើការជាធម្មតាខណៈកម្មករ2រូបផ្សេងទៀតបានស្នើសុំច្បាប់ឈប់សម្រាកដោយឡែកក្រុមគ្រួសារសពក៏បានទទួលអត្ថប្រយោជន៍ប្រាក់វិភោគបូជាសពចំនួន10លានរៀលស្របតាមច្បាប់គណៈក្រុមជំនាញនៃបេឡាជាតិសន្តិសុខសង្គមឬបសសរបស់ក្រសួងការងារកំពុងរៀបចំផ្ដល់អត្ថប្រយោជន៍ជូនគ្រួសារស្របតាមច្បាប់ផងដែរនេះបើតាមលោកសុនមេសាគួររំលឹកថានៅថ្ងៃសៅរ៍ទី27ខែកុម្ភៈនេះកម្មការិនីម្នាក់ឈ្មោះយឹមរិនអាយុ34ឆ្នាំបានទទួលមរណភាពដោយសារការដាច់សរសៃឈាមខួរក្បាលនៅម៉ោង7ព្រឹកបន្ទាប់ពីបានមើលព័ត៌មានដ៏រន្ធត់ស្ដីពីគ្រោះថ្នាក់ចរាចរណ៍នេះបើតាមការអះអាងរបស់ក្រសួងការងារនឹងថាភ្លាមនោះក៏មានកម្មការិនី20នាក់ផ្សេងទៀតដែរដែលជាមិត្តរួមការងារក៏បានសន្លប់ជាបន្តបន្ទាប់ក្រោយពីទទួលដំណឹងថាកម្មការិនីយឹមរិនបានទទួលមរណភាពលោកអ្នកស្ដាប់ជាទីមេត្រីយើងងាកមកចាប់អារម្មណ៍ព័ត៌មានអន្តរជាតិវិញម្ដងសង្គ្រាមនៅអ៊ីរ៉ង់ឈានចូល3ថ្ងៃហើយភ្លើងសង្គ្រាមបន្តឆេះរីករាលដាលក្នុងតំបន់មជ្ឈិមបូព៌ាប៉ះពាល់ប្រទេសជាច្រើនដើម្បីគេចចេញពីគ្រាប់ថ្លោងអ៊ីស្រាអែលអាមេរិកប្រជាពលរដ្ឋអ៊ីរ៉ង់ច្រើនម៉ឺននាក់នាំគ្នាសម្រុកចាក់ចេញពីប្រទេសសម្ដៅទៅទួរគីនិងលីបង់ក្បែរខាងសូមស្ដាប់ហេងឧត្តមសង្គ្រាមនៅអ៊ីរ៉ង់ឆាបឆេះនៅក្នុងតំបន់មជ្ឈិមបូព៌ាប្រទេសជិតខាងលីបង់ត្រូវរងគ្រោះគួរឲ្យកត់សម្គាល់ពលរដ្ឋលីបង់ស្លាប់ជាង30នាក់និងរបួសប្រមាណ150នាក់នៅថ្ងៃនេះព្រោះតែការវាយប្រហារផ្លូវអាកាសពីសំណាក់កងទ័ពអ៊ីស្រាអែលទង្វើរបស់អ៊ីស្រាអែលជាការឆ្លើយតបទៅនឹងការបាញ់ប្រហាររបស់ពួកប្រដាប់អាវុធ Hezbollah លីបង់ដែលបានសម្ដែងសាមគ្គីភាពជាមួយអ៊ីរ៉ង់និងវាយប្រហារទៅលើអ៊ីស្រាអែលមុនភាគីខាងត្បូងលីបង់ដែលជាប់ព្រំដែនអ៊ីស្រាអែលត្រូវកងទ័ពជើងគោកនិងជើងអាកាសអ៊ីស្រាអែលសម្រុកវាយប្រហារយ៉ាងរន្ធើនមេបញ្ជាការកងទ័ពអ៊ីស្រាអែលបានអះអាងថានឹងបន្តវាយប្រហារច្រើនថ្ងៃតទៅទៀតទៅលើពួកប្រដាប់អាវុធ Hezbollah លីបង់ដើម្បីប្រដៅពួកនេះឲ្យចាស់ដៃចំពោះការហ៊ានគាំទ្រអ៊ីរ៉ង់ផ្ទុយទៅវិញថ្នាក់ដឹកនាំលីបង់បានបរិហារអ៊ីស្រាអែលដែលយកប្រទេសខ្លួនជាផ្ទាំងស៊ីបនៅក្នុងសង្គ្រាមទាំងដែលលីបង់មិនបានជ្រើសរើសធ្វើសង្គ្រាមទាល់តែសោះក្រៅពីបាញ់ផ្លោងតបទៅលើអ៊ីស្រាអែលកងទ័ពអ៊ីរ៉ង់បានបាញ់មីស៊ីលនិងប្រើយានដ្រូនវាយប្រហារទៅលើបណ្ដាទីតាំងយោធានិងស្ថានទូតរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅក្នុងតំបន់មជ្ឈិមបូព៌ាតួយ៉ាងអ៊ីរ៉ង់បាញ់ផ្លោងទៅលើប្រទេសអារ៉ាប៊ីសាអូឌីតអេមីរ៉ាតអារ៉ាប់រួមកាតាអ៊ីរ៉ាក់បារ៉ែនកូវេតអូម៉ង់និងយ៉ូដានីជាដើមប្រព័ន្ធការពាររបស់ប្រទេសទាំងអស់នេះបានចាប់ស្ទាក់មីស៊ីលនិងដ្រូនអ៊ីរ៉ង់បានជាច្រើនតែក៏មានឆ្លោះធ្លួយដែរនិងឆេះផ្ទុះនៅក្នុងប្រទេសខ្លះជាក់ស្ដែងស្ថានទូតអាមេរិកនៅកូវេតរងគ្រាប់នឹងឆេះផ្នែកខាងលើយន្តហោះចម្បាំងអាមេរិកមួយគ្រឿងនៅប្រទេសកូវេតនោះក៏ឆេះដែរនៅព្រលានយន្តហោះអ៊ីរ៉ាក់ដែលមានទ័ពអាមេរិកឈរជើងក៏ផ្ទុះឆេះមុខស្ថានទូតអាមេរិកនៅអ៊ីរ៉ាក់ក៏ជួបភាពច្របូកច្របល់ខ្លាំងព្រោះតែបាតកម្មគាំទ្រអ៊ីរ៉ង់នៅប៉ាគីស្ថានដែលមានព្រំដែនជាប់ភាគខាងលិចអ៊ីរ៉ង់ក៏រងគ្រោះជាប្រយោលព្រោះថាប្រជាពលរដ្ឋលីបង់យ៉ាងតិច17នាក់ស្លាប់និងរបួសច្រើនអ្នកនៅថ្ងៃនេះព្រោះតែការបង្ក្រាបរបស់អាជ្ញាធរនៅក្នុងបាតកម្មគាំទ្រអ៊ីរ៉ង់ភាគីអ៊ីរ៉ង់មានស្លាប់យ៉ាងតិច555នាក់នេះបើតាមតួលេខរបស់អង្គការអតិចន្ទក្រហមចំណែកអ៊ីស្រាអែលវិញមានស្លាប់យ៉ាងតិច9នាក់និងបាត់ខ្លួន11នាក់ព្រមទាំងរបួសជិត50នាក់ពីថ្ងៃអាទិត្យម្សិលមិញព្រោះតែគ្រាប់ផ្លោងអ៊ីរ៉ង់ត្រូវចំអគារស្នាក់នៅមួយកន្លែងនៅភាគកណ្ដាលប្រទេសអ៊ីស្រាអែលក្នុងចំនួនជាមួយអ៊ីរ៉ង់3ថ្ងៃមុននេះកងទ័ពអាមេរិកយ៉ាងហោច3នាក់ស្លាប់នេះបើតាមមន្ទីរបញ្ចកោណអាមេរិកដែលបានអះអាងដែរថាអាមេរិកបានកំទេចទីតាំងស្នាក់ការកណ្ដាលរបស់កងឆ្មាំបដិវត្តអ៊ីរ៉ង់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំអះអាងថាកងទ័ពអាមេរិកបានសម្លាប់បណ្ដាមេដឹកនាំអ៊ីរ៉ង់សំខាន់ចំនួន48នាក់ចំណែកអាជ្ញាធរអ៊ីរ៉ង់មិនបានបញ្ជាក់អំពីការខូចខាតនេះទេតែសារព័ត៌មាននៅក្នុងស្រុកអ៊ីរ៉ង់បានទទួលស្គាល់អំពីមរណភាពរបស់ប្រមុខដឹកនាំនៃកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់មេបញ្ជាការយោធានិងរដ្ឋមន្ត្រីការពារជាតិ
សង្គ្រាមនៅមជ្ឈមបូព៌ានេះអាចនឹងបន្តរីករាលដាលកាន់តែធំត្បិតមេដឹកនាំអាមេរិកអះអាងថាត្រូវប្រយុទ្ធពី4ទៅ5សប្តាហ៍ទៀតរដ្ឋាភិបាលអង់គ្លេសបានយល់ព្រមឲ្យអាមេរិកប្រើមូលដ្ឋានយោធាអង់គ្លេសនៅមជ្ឈមបូព៌ាដើម្បីវាយប្រហារលើអ៊ីរ៉ង់នេះក៏ពីព្រោះតែ drone អ៊ីរ៉ង់បានវាយប្រហារទៅលើទីតាំងយោធាអង់គ្លេសនៅប្រទេសស៊ីបចំណែកបារាំងវិញប្រមុខការទូតបារាំងបញ្ជាក់ថារដ្ឋាភិបាលទីក្រុងប៉ារីត្រៀមខ្លួនជាស្រេចដើម្បីការពារទីតាំងមូលដ្ឋានយោធារបស់បារាំងនៅតំបន់មជ្ឈមបូព៌ានិងជាពិសេសនៅយ៉ូដានី 3 ថ្ងៃបន្ទាប់ពីការផ្ទុះការវាយប្រហារបាញ់ប្លង់គ្រាប់នៅតំបន់ដើមបូព៌ាច្រកសមុទ្រអុកមូដែលជាផ្លូវឆ្លងកាត់នៃនាវាដឹកប្រេងនិងអូស្មန်ដ៏សំខាន់បំផុតត្រូវបិទគប់ទាំងស្រុងយ៉ាងហោចណាស់នាវា3គ្រឿងដែលបានរងការខូចខាតដោយគ្រាប់មីស៊ីលក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រទាំងអស់បានសម្រេចផ្អាកចរាចរណ៍ហើយបញ្ហានេះបានធ្វើឲ្យតម្លៃប្រេងឆៅស្ទុះហក់ឡើងជាង 7% មកពិសីលំអិតព័ត៌មាននេះ ច្រកសមុទ្រអុកម៉ូសគឺជាអាវុធយុទ្ធសាស្ត្រមួយដ៏សំខាន់របស់អ៊ីរ៉ង់មានទទឹងប្រវែងប្រមាណតែជាង50គីឡូម៉ែត្រច្រកនេះស្ថិតនៅរវាងដែនដីអ៊ីរ៉ង់និងតំបន់ជ្រោយមូសាន់ដាំរបស់អូម៉ង់សង្គ្រាមបានផ្ទុះឡើងភ្លាមអ៊ីរ៉ង់បានប្រកាសបិទច្រកនេះភ្លាមដែរធ្វើឲ្យមានការព្រួយបារម្ភពីផលប៉ះពាល់ធ្ងន់ធ្ងរមកលើចរាចរណ៍ដឹកប្រេងនិងអ៊ូស្មានចេញពីតំបន់ដើមបូព៌ាទីភ្នាក់ងារសន្តិសុខសមុទ្ររបស់អង់គ្លេស UKMTO បានឲ្យដឹងថានៅថ្ងៃអាទិត្យទី1មិនិនាមាននាវាចំនួនយ៉ាងហោច3គ្រឿងដែលបានរងការវាយប្រហារដោយគ្រាប់មីស៊ីលនៅក្បែរច្រកសមុទ្រអុកម៉ូសបណ្ដាញទូរទស្សន៍ជាតិអ៊ីរ៉ង់វិញបានផ្សាយថាមាននាវាដឹកប្រេងមួយកំពុងតែលិចក្នុងទឹកបន្ទាប់ពីបានត្រូវគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ទូរទស្សន៍អ៊ីរ៉ង់អះអាងថានាវាណាក៏ដោយដែលហ៊ានបំពានបើកឆ្លងច្រកសមុទ្រអុកម៉ូសដោយខុសច្បាប់គឺនឹងត្រូវបាញ់ពន្លិចគូបញ្ជាក់ថាបញ្ហាអសន្តិសុខផ្ទុះអាវុធមីស៊ីលហោះពេញមេឃនៅតំបន់ដើមបូព៌ាកំពុងតែរំខានយ៉ាងខ្លាំងដល់វិស័យដឹកជញ្ជូនផ្លូវសមុទ្រនៅថ្ងៃច័ន្ទនេះលោកអគ្គលេខាធិការអង្គការសមុទ្រអន្តរជាតិបានអំពាវនាវឲ្យក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រទាំងអស់ត្រូវជៀសវាងកុំធ្វើដំណើរឆ្លងកាត់តំបន់ឈូងសមុទ្រ Perth និងក្បែរច្រកសមុទ្រ Ormuz ក្រោយការប្រកាសអំពាវនាវនេះក្រុមហ៊ុនដឹកជញ្ជូនធំៗដូចជា MSC, Hapag-Lloyd និងក្រុមហ៊ុន Maersk ជាដើមបានប្រកាសបន្តគ្នាថាគេបានផ្អាកចរាចរណ៍នាវាដឹកទំនិញទាំងអស់មិនឲ្យឆ្លងកាត់ច្រកសមុទ្រអុកម៉ូសនិងព្រែកជីកស៊ូអេនាវាដឹកទំនិញទាំងអស់នឹងត្រូវវាងចុះទៅខាងត្បូងកាត់តាមជ្រោយ Bonne Espérance ប្រទេសអាហ្វ្រិកខាងត្បូងសូមរំលឹកថាច្រកសមុទ្រអុកម៉ូសគឺជាច្រកសមុទ្រតែមួយគត់នៃការដឹកជញ្ជូនប្រេងនិងអ៊ូស្មានសម្រាប់ប្រទេសភាគច្រើននៅតំបន់ឈូងសមុទ្រ Perth ក្នុងមួយថ្ងៃមានប្រេងឆៅប្រមាណ20លានធុងបារីលត្រូវដឹកចេញតាមច្រកនេះពលគឺស្មើនឹងប្រមាណ 20% នៃតម្រូវការប្រើប្រាស់របស់ពិភពលោកការរាំងស្ទះនេះបានធ្វើឲ្យរំជើបរំជួលទីផ្សារប្រេង3ថ្ងៃមកនេះតម្លៃប្រេងឆៅបានឡើងថ្លៃជាង 7% មួយធុងបារីលមានតម្លៃជាង$70ផ្អែកតាម Eurasia Group សមាជិកនៃប្រទេស OCDE ត្រូវរក្សាប្រេងក្នុងស្តុកប្រើប្រាស់ឲ្យបាន90ថ្ងៃជាប្រចាំប្រសិនបើការបិទគប់ច្រកអុកម៉ូសត្រូវអូសបន្លាយយូរទំហំស្តុកអាចធ្លាក់ចុះហើយធ្វើឲ្យតម្លៃប្រេងនឹងកើនឡើងលើស$100ក្នុងមួយធុងបារីលប្រឈមនឹងបញ្ហានេះរុស្ស៊ីអារ៉ាប៊ីសាអូឌីតនិងប្រទេសផលិតប្រេង6ផ្សេងទៀតនៃសមាជិក OPEC+ បានប្រកាសដំណឹងថាគេនឹងដំឡើងការផលិតរៀងៗខ្លួនចំនួន 206,000 ធុងបារីលក្នុងមួយថ្ងៃចាប់ពីខែមេសាទៅតែយ៉ាងណាក៏ដោយវិធានការនេះអាចមិនគ្រប់គ្រាន់ទេព្រោះថាការបិទគប់ច្រកអុកម៉ូសធ្វើឲ្យបាត់បង់លំហូរប្រេងឆៅចន្លោះពី8លានទៅ10លានធុងបារីលឯណោះក្នុងមួយថ្ងៃជាងនេះទៀតអ៊ីរ៉ង់ក៏ជាប្រទេសផលិតប្រេងមួយដ៏ធំដែរខ្ទង់ជាង3លានធុងបារីលក្នុងមួយថ្ងៃផ្អែកតាមទីភ្នាក់ងារថាមពលអន្តរជាតិ 13% នៃប្រេងឆៅដែលចិននាំចូលតាមសមុទ្រគឺមកពីអ៊ីរ៉ង់បន្ថែមពីនេះ 80% នៃទំហំប្រេងនិងអ៊ូស្មានដែលឆ្លងកាត់ច្រកអុកម៉ូសគឺសម្ដៅនាំចេញទៅកាន់ប្រទេសអាស៊ីដូច្នេះគឺក្រុមប្រទេសអាស៊ីដែលជាអ្នកអាចប្រឈមបញ្ហាខ្លាំងជាងគេប្រសិនបើវិបត្តិនេះអូសបន្លាយយូរក្រោយការស្លាប់របស់លោកអាយ៉ាតូឡាអាលីសខាមេនីមេដឹកនាំកំពូលអ៊ីរ៉ង់ក្នុងប្រតិបត្តិការយោធាអាមេរិកនិងអ៊ីស្រាអែលបាតុករប៉ាគីស្ថានបានផ្ទុះកំហឹងនៅស្ទើរទូទាំងប្រទេសប្រឆាំងនឹងអាមេរិកនិងអ៊ីស្រាអែលហើយនាំគ្នាសម្រុកចូលស្ថានកុងស៊ុលសហរដ្ឋអាមេរិកបណ្ដាលឲ្យស្លាប់យ៉ាងហោច8នាក់ចំណែកនៅអ៊ីរ៉ាក់វិញក្រៅពីបាតុកម្មហិង្សានៅតាមតំបន់ស្ថានទូតអាមេរិកក្រុមប្រដាប់អាវុធអ៊ីរ៉ាក់បានបាញ់មីស៊ីលនិងដ្រូនលើទីតាំងយោធាអាមេរិកជាច្រើនកន្លែងអៀងសុកមេងជួនសេចក្តីរាយការណ៍ក្រោយទទួលដំណឹងមរណភាពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់អាយ៉ាតូឡាអាលីខាមេនីភ្លាមបាតកម្មបានផ្ទុះឡើងនៅស្ទើរទូទាំងប្រទេសប៉ាគីស្ថាននៅទីក្រុងឡាអភាគខាងកើតនៃប្រទេសក្រុងស្កាឌូភាគខាងជើងនៃប្រទេសនៅរដ្ឋធានីអ៊ីស្លាមាបាតប្រជាពលរដ្ឋប៉ាគីស្ថានរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវដើម្បីបញ្ចេញកំហឹងប្រឆាំងនឹងប្រតិបត្តិការយោធារបស់អាមេរិកនិងអ៊ីស្រាអែលដែលបានសម្លាប់មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើននាក់គ្រប់បាតកម្មសុទ្ធតែបិទបញ្ច
ប់ទៅដោយការប៉ះទង្គិចឬក៏ការបាញ់បង្អើលក៏ប៉ុន្តែនៅការ៉ាស៊ីក្រុងភាគខាងត្បូងប្រទេសប៉ាគីស្ថានដែលមានប្រជាជនរស់នៅជាង20លាននាក់បាតកម្មប្រឆាំងនឹងអាមេរិកមានលក្ខណៈហិង្សាជាងគេបាទតាមរូបភាពវីដេអូបាតកោបាននាំគ្នាសម្រុកចូលទៅក្នុងទីស្ថានកុងស៊ុលអាមេរិកដោយបុកទម្លុះរបងវាយបំបែកកញ្ចក់បង្អួចបាតកោខ្លះបានចូលទៅដល់ផ្នែកខាងក្នុងនៃស្ថានកុងស៊ុលដោយប៉ុនប៉ងដុតបំផ្លាញផលប្រយោជន៍អាមេរិកដើម្បីសងសឹកឲ្យអាយ៉ាតូឡាអាលីខាមេនីប៉ូលីសបានព្យាយាមបំបែកបាតកោដោយបាញ់ផ្សែងបង្ហូរទឹកភ្នែកនិងបាញ់គ្រាប់ពិតជាហេតុធ្វើឲ្យបាតកោ9នាក់បានស្លាប់និងជាង20នាក់រងរបួសគិតត្រឹមរសៀលថ្ងៃអាទិត្យទី1មិនិនាកំពុងជាប់សង្គ្រាមយ៉ាងខ្លាំងជាមួយនឹងអាហ្វហ្គានីស្ថានលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានប្រកាសចូលរួមរំលែកទុក្ខនិងកាន់ទុក្ខជាមួយនឹងបណ្ដាប្រជាពលរដ្ឋអ៊ីរ៉ង់ហើយចាត់ទុកការសម្លាប់ប្រមុខដឹកនាំកំពូលអ៊ីរ៉ង់ពីសំណាក់អាមេរិកនិងអ៊ីស្រាអែលថាជាការរំលោភច្បាប់អន្តរជាតិនៅអ៊ីរ៉ាក់វិញដែលបានប្រកាសកាន់ទុក្ខថ្នាក់ជាតិចំនួន3ថ្ងៃចំពោះមរណភាពរបស់អាយ៉ាតូឡាអាលីខាមេនីបាតកោរាប់ពាន់នាក់ស្លៀកពាក់ខ្មៅក្រឹបបាននាំគ្នាសម្រុកចូលទៅក្នុងសង្កាត់ស្ថានទូតអាមេរិកនាទីក្រុងបាកដាដែលមានការការពារសន្តិសុខយ៉ាងតឹងតែងបំផុតមានតែដុំថ្មពី3ដុំក្នុងដៃកងកម្លាំងមានសមត្ថកិច្ចបានច្រើននិងបំបែកបាតកោដោយប្រើគ្រាប់បែកផ្សែងផងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីរ៉ង់រដ្ឋាភិបាលអ៊ីរ៉ាក់បានបរិហារប្រតិបត្តិការយោធាអាមេរិកក៏ប៉ុន្តែមិនប្រាថ្នាចូលពាក់ព័ន្ធនឹងចំនួនអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់ទេក៏ប៉ុន្តែក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ជាច្រើនដែលគ្រប់គ្រងដោយអ៊ីរ៉ង់បានប្រកាសមិនឈរនៅកណ្ដាលស្ងៀមទេពួកគេត្រូវការការពារសាធារណរដ្ឋអ៊ីស្លាមនិងបានបង្ហោះដ្រូនព្រមទាំងបាញ់មីស៊ីលជាច្រើនទៅលើមូលដ្ឋានទ័ពអាមេរិកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់និងក្នុងតំបន់ស្នូផ្ទុះបានលាន់ឮឡើងជាច្រើនកន្លែងស្នូស៊ីរ៉ែនក៏បានរោយ៉ាងខ្លាំងដែរនៅតាមស្ថានកុងស៊ុលរបស់អាមេរិកនៅអ៊ីរ៉ាក់ទស្សនិកជនជាទីមេត្រីជាបន្តទៅទៀតនេះលោកអ្នកនាងនឹងបានតាមដានដំណងជានីតិព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃរៀបចំជូននៃសំច័ន្ទសំណាងស្ដីពីតើចំនួននៅតំបន់ដើមបូព៌ាអាចជះផលវិបាកលើដំណោះស្រាយចំនួនព្រំដែនខ្មែរថៃឬទេបន្តមកទៀតជានីតិទស្សនៈព្រឹត្តិការណ៍ពិភពលោករបស់ម៉ុងពិសីស្ដីពីមរណភាពរបស់អាលីខាមេនីអវសាននៃអំណាចអ៊ីស្លាមផ្ដាច់ការជិត40ឆ្នាំដែលធ្វើបាបប្រជាជនអ៊ីរ៉ង់និងតំបន់ដើមបូព៌ានិងចុងក្រោយជានីតិបទយោការរៀបចំជូនដែលជាបុណ្យរិទ្ធស្ដីពីការបន្តអភិរក្សសិប្បកម្មប្រពៃណីសម័យដូនតាជាគន្លឹះជួយជ្រោមជ្រែងវប្បធម៌ខ្មែរព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃបណ្ដាប្រទេសក្នុងពិភពលោកនិងស្ថាប័នព័ត៌មានអន្តរជាតិកំពុងងាកទៅចាប់អារម្មណ៍ចំនួននៅតំបន់ដើមបូព៌ាដែលកំពុងឡើងកម្ដៅកាន់តែខ្លាំងអ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជាខ្លះយល់ថាចំនួនព្រំដែនខ្មែរថៃហាក់លែងជារឿងចាប់អារម្មណ៍របស់អន្តរជាតិដូចមុនទៀតហើយតែសម្រាប់អ្នកខ្លះទៀតអ្វីដែលកំពុងកើតឡើងនៅតំបន់ដើមបូព៌ាពេលនេះបានបង្ហាញយ៉ាងច្បាស់ថាអ្នកខ្លាំងអាចប្រើកម្លាំងយោធាឬឥទ្ធិពលនយោបាយដោយមិនខ្វល់ពីច្បាប់អន្តរជាតិក្នុងករណីនេះអ្នកជំនាញជំរុញឲ្យកម្ពុជាពង្រឹងវិស័យការពារជាតិឲ្យកាន់តែរឹងមាំពិសេសការពីបដកម្មទំនាក់ទំនងការទូតនិងឯកភាពជាតិតើចំនួននៅតំបន់ដើមបូព៌ាអាចជះឥទ្ធិពលលើដំណោះស្រាយចំនួនព្រំដែនខ្មែរថៃដែរឬទេសូមស្ដាប់សេចក្តីរាយការណ៍លម្អិតរបស់សំច័ន្ទសំណាងលោកសេងវ៉ាន់លីសាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិលើកឡើងពីសញ្ញាអាសន្នក្នុងចំនួនព្រំដែនកម្ពុជាថៃក្នុងពេលដែលពិភពលោកងាកក្រខ្សែភ្នែកទៅចំនួននៅតំបន់ដើមបូព៌ាការងាកចេញនៃខ្សែភ្នែកអន្តរជាតិពីតំបន់អាស៊ីអាគ្នេយ៍ទៅកាន់មជ្ឈិមបូព៌ាគឺជាសញ្ញាអាសន្នមួយដែលកម្ពុជាមិនអាចមើលរំលងបានការធ្លាក់ចុះនៃចំណាប់អារម្មណ៍អន្តរជាតិលើបញ្ហាព្រំដែនកម្ពុជាថៃបង្កើតឲ្យមានចន្លោះប្រហោងនៃសុវត្ថិភាពដែលអាចផ្ដល់ឱកាសឲ្យភាគីដែលមានអំណាចជាងប្រើប្រាស់ឥទ្ធិពលយោធាឬនយោបាយតាមទំនឹងចិត្តដោយមិនខ្លាចញញើតនឹងការកោតទោសពីសហគមន៍អន្តរជាតិដែលកំពុងជាប់ដៃនឹងវិបត្តិផ្សេងៗស្ថានភាពបែបនេះធ្វើឲ្យយន្តការដោះស្រាយចំនួនដោយសន្តិវិធីតាមរយៈតុលាការអន្តរជាតិឬការសម្រុះសម្រួលពីមហាអំណាចខ្លាយជាជំរើសដែលមានទម្ងន់ស្រាលជាហេតុធ្វើឲ្យហានិភ័យនៃការប៉ះទង្គិចដោយអាវុធនៅតាមព្រំដែនអាចផ្ទុះឡើងគ្រប់វិនាទីប្រសិនបើកិច្ចការទូតទ្វេភាគីបរាជ័យបាទលោកវ៉នចាន់លូតអ្នកជំនាញច្បាប់និងជាអ្នកវិភាគឯករាជ្យមើលឃើញថាថៃអាចនឹងបង្កើនការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែនដែលខ្លួនកំពុងកាន់កាប់ចំនួនរវាងកម្ពុជានិងថៃទំនងឡើងជាទីចាប់អារម្មណ៍របស់សហគមន៍អន្តរជាតិតទៅទៀតហើយទាំងដែលកន្លងមកការចាប់អារម្មណ៍មានតិចតួចស្ដាងស្រាប់ទី2ថៃនឹងប្រើឱកាសនេះដើម្បីពង្រឹងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានានៅលើទីតាំងដែលខ្លួនកំពុងតែគ្រប់គ្រងដោយខុសច្បាប់ដែលជាទឹកដីរបស់កម្ពុជា
ចំណែកលោកបដិកិនភៀនអ្នកជំនាញវិទ្យាសាស្ត្រនយោបាយយល់ថាការបង្វែរចំណាក់អារម្មណ៍របស់អន្តរជាតិទៅលើចំនួននៅដើមបូព៌ានឹងផ្ដល់ឱកាសឲ្យថៃបន្តសកម្មភាពឯកតោភាគីនៅតាមព្រំដែនជាមួយកម្ពុជាអញ្ចឹងការដែលសហគមន៍អន្តរជាតិនិងបណ្ដាញសារព័ត៌មានធំបង្វែរការយកចិត្តទុកដាក់ទៅកាន់វិបត្តិនៅមជ្ឈមបូព៌ាគឺវាបានបង្កើតនៅអ្វីមួយដែលទិសដីទំនាក់ទំនងអន្តរជាតិយើងហៅថាចន្លោះប្រហោងនៃការយកចិត្តទុកដាក់ក្នុងកលៈទេសៈនេះគឺវាអាចផ្ដល់ឱកាសឲ្យប្រទេសថៃដែលតែងតែមានមហិច្ឆតាឈ្លានពានមកលើប្រទេសកម្ពុជាឆ្លៀតកេងចំណេញពីការធ្វេសប្រហែសរបស់អន្តរជាតិឬក៏ការមិនយកចិត្តទុកដាក់របស់អន្តរជាតិដើម្បីធ្វើការផ្លាស់ប្ដូរស្ថានភាពដើមនៅតាមបណ្ដោយព្រំដែនជាឯកតោភាគីបន្តទៀតឬក៏តាមរយៈកម្លាំងយោធាស្ងាត់បន្ថែមទៀតការខ្វះសម្ពាធពីខាងក្រៅគឺអាចធ្វើឲ្យភាគីថៃកាន់តែមានភាពក្លាហានជាងមុនក្នុងការរំលងយន្តការទ្វេភាគីដែលមានស្រាប់ដូចជាការអនុវត្តស្មារតីនៃអនុសន្នៈយោគយល់គ្នាឆ្នាំ2000យន្តការ JPC ដែលកម្ពុជាយើងតែងតែទទូចហើយទទូចទៀតឲ្យភាគីថៃវិលមករកតុចរចាដើម្បីវាស់វែងបោះបង្គោលខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរគួរឲ្យដឹងថាកាលពីថ្ងៃទី28កុម្ភៈឆ្នាំ2026ពលគឺបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបង្ហាញការមិនពេញចិត្តទៅលើកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលប៉ាឡេស្ទីករបស់អ៊ីរ៉ង់អាមេរិកនិងអ៊ីស្រាអែលក៏បានព្រួយដៃគ្នាវាយសង្គ្រប់ទៅលើអ៊ីរ៉ង់ដោយមិនបង្អង់យូរអ៊ីរ៉ង់ក៏បានតបតវិញដោយបានធ្វើឲ្យចំនួននេះរីកសាយភាយនៅជុំវិញតំបន់ដើមបូព៌ាគណៈប្រទេសមហាអំណាចហាក់លែងខ្វល់ពីអ្វីដែលហៅថាច្បាប់អន្តរជាតិនិងបង្កើនសកម្មភាពយោធាដោយសេរីបានញ៉ាំងឲ្យពិភពលោកកំពុងស្ថិតនៅក្នុងភាពច្របូកច្របល់តើកម្ពុជាគួរពង្រឹងខ្លួនបែបណាដើម្បីជៀសវាងពីហេតុការណ៍តានតឹងណាមួយកើតឡើងជាមួយប្រទេសថៃលោកហ៊ីមរដ្ឋាអនុប្រធានមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់មានយោបល់លើចំណុចនេះក្នុងអំឡុងពេលដែលពិភពលោកគេចាប់អារម្មណ៍ភាពតានតឹងនៅតំបន់មជ្ឈមបូព៌ាដែលយើងមើលទៅហាក់ដូចជាស្ដាប់ស្នប់ពិភពលោកដូចជាគោលការណ៍ច្បាប់អន្តរជាតិនិងភាគីនិយមនឹងវាធ្លាក់ចុះមិនក៏ដោយកម្ពុជាយើងដើម្បីគឺពាក់ព័ន្ធទៅនឹងវិបត្តិនៅជិតផ្ទះយើងជាពិសេសវិបត្តិបញ្ហាប្រឈមនិងភាពតានតឹងជាមួយនឹងស្រុកថៃហ្នឹងគឺយើងត្រូវតែប្រកាន់ខ្ជាប់នៅគោលការណ៍ដោះស្រាយចំនួនដោយសន្តិវិធីយើងត្រូវប្រកាន់ខ្ជាប់នៅវិធីសាស្ត្រការទូតនិងកិច្ចសន្ទនាតាមរយៈនៅកិច្ចព្រមព្រៀងនិងក្របខ័ណ្ឌផ្សេងៗដែលមានស្រាប់តែជាមួយគ្នានឹងដែរគឺយើងត្រូវតែប្រុងប្រៀបឆ្លើយតបទៅនឹងហានិភ័យណាមួយដែលអាចកើតឡើងដោយយើងមើលឃើញព្រោះថាពិភពលោកសពថ្ងៃគឺស្ថិតនៅក្នុងរបបមួយដ៏ស្មុគស្មាញហើយមានសភាពគ្រោះថ្នាក់អញ្ចឹងយើងអាចប្រុងប្រៀបការពារខ្លួនតាមវិធីសាស្ត្រណាដែលយើងអាចធ្វើបានលោកសេងវ៉ាន់លីចង់ឃើញកម្ពុជាពង្រឹងសន្តិសុខស្នូលរបស់ខ្លួននៅក្នុងបរិបទដែលច្បាប់អន្តរជាតិហាក់ដូចជាគ្រាន់តែជាក្រដាស់ស្នាមសម្រាប់មហាអំណាចកម្ពុជាត្រូវតែឈប់ពឹងផ្អែកទាំងស្រុងលើពាក្យសន្យានៃសន្តិសុខរួមហើយងាកមកពង្រឹងអំណាចស្នូលរបស់ខ្លួនវិញការពង្រឹងនេះមិនមែនមានន័យថាពង្រឹងតែលើការបង្កើនសភាវុធទេប៉ុន្តែគឺជាការកសាងឯកភាពជាតិផ្ទៃក្នុងឲ្យរឹងមាំដើម្បីកុំឲ្យបរទេសមានឱកាសប្រើប្រាស់លំបែងបំបែកបំបាក់តែតាមនេះកម្ពុជាត្រូវតែមានភាពវៃឆ្លាតក្នុងការធ្វើពិពិធកម្មទំនាក់ទំនងការទូតដោយមិនត្រូវដាក់ពងមាន់ទាំងអស់នៅក្នុងកន្ត្រកតែមួយទេពលគឺត្រូវចេះប្រើប្រាស់តុល្យភាពអំណាចរវាងមហាអំណាចក្នុងតំបន់ដើម្បីបង្កើនតម្លៃចរចារបស់ខ្លួននិងការពីអធិបតេយ្យភាពក្នុងកលៈទេសៈដែលពិភពលោកកំពុងស្ថិតក្នុងភាពច្របូកច្របល់ចំពោះលោកបដិកិនភៀកម្ពុជាគួរបង្កើនការប្រុងប្រយ័ត្នប្រសិនបើមានហេតុការណ៍ផ្លាស់ប្ដូរណាមួយនៅកន្លែងជាក់ស្ដែងកម្ពុជាយើងត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ការប្រែប្រួលជាយុទ្ធសាស្ត្រណាមួយនៅលើទីតាំងជាក់ស្ដែងហើយត្រូវបន្តផលិតនៅទឡហីករណ៍ច្បាស់លាស់ដើម្បីរក្សាសំណុំរឿងនេះកុំឲ្យរលត់ពីរបៀបរយៈតំបន់ចំណុចទី2នៅពេលដែលសម្ដាប់ធ្នាប់ពិភពលោកកំពុងរង្គោះរង្គើហើយច្បាប់អន្តរជាតិត្រូវបានមហាអំណាចអនុវត្តតាមស្តង់ដារ2កម្ពុជាក្នុងនាមជារដ្ឋតូចគឺត្រូវពឹងផ្អែកលើភាពធន់ផ្ទៃក្នុងរបស់យើងជាចម្បងទី1គឺការពង្រឹងសមត្ថភាពការពារជាតិឲ្យរឹងមាំនិងមានការត្រៀមលក្ខណៈជានិច្ចមិនមែនយើងធ្វើទំនើបកម្មវិស័យការពារជាតិឬក៏យើងត្រៀមលក្ខណៈហ្នឹងគឺមិនមែនក្នុងចេតនាបង្កសង្គ្រាមទេក៏ប៉ុន្តែជាយុទ្ធសាស្ត្រកំញើញមួយដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់យើងចំណែកលោកវ៉ាន់ចាន់លូតកម្ពុជាត្រូវពង្រឹងស្ថិរភាពនយោបាយរបស់ខ្លួនដោយសារតែចំនួននៅដើមបូព៌ាពេលនេះបង្ហាញឲ្យឃើញថាប្រទេសអន្តរជាតិមិនអាចជួយកម្ពុជាបានទាំងស្រុងនោះទេភាពច្របូកច្របល់នៅមជ្ឈមបូព៌ានៅពេលនេះជាសារដាស់តឿនជាចាំបាច់ទៅដល់កម្ពុជាត្រូវតែចាប់ផ្ដើមពង្រឹងពីខ្លួនឯងទៅមុនដោយទំនោរការពឹងពាក់ស្ថិ
ស្រ័យទៅលើកត្តាខាងក្រៅទៅលើប្រទេសខាងក្រៅมันអាចនឹងជួយកម្ពុជាបានទេហើយការដែលអាចពង្រឹងខ្លួនឯងបាននោះគឺត្រូវគិតទៅលើស្ថិរភាពនយោបាយច្បាស់ណាស់បើនិយាយពីស្ថិរភាពនយោបាយកម្ពុជាត្រូវគិតពិចារណាទៅដល់ការដោះលែងអ្នកទោសនយោបាយទាំងអស់ហើយនឹងជាពិសេសត្រូវធ្វើយ៉ាងម៉េចឲ្យគណៈបកប្រឆាំងសម្លេងប្រឆាំងហើយនឹងរដ្ឋាភិបាលអាចអង្គុយតកធ្វើការជាមួយគ្នាជាសម្លេងតែមួយហើយការធ្វើទុកបុកម្នេញផ្នែកនយោបាយនេះគួរតែត្រូវបានបញ្ចប់ស្ថិរភាពនយោបាយមិនខុសពីស្ថិរភាពសេដ្ឋកិច្ចទេបើកាលណាទាំងពីរនេះមានមួយត្រូវបានរងផលប៉ះពាល់ហើយគឺវានឹងប៉ះពាល់ទាំងអស់តែម្ដង ក្នុងរយៈពេលខ្លីនឹងវែងតើកម្ពុជាគួរត្រៀមខ្លួនយ៉ាងដូចម្តេចប្រសិនបើបញ្ហាព្រំដែនត្រូវបានមើលរំលងដោយពិភពលោកសេងវ៉ាន់លីលើកឡើងពីហេតុផលចំនួន2ដែលកម្ពុជាគួរពិចារណា សម្រាប់ការត្រៀមខ្លួនក្នុងរយៈពេលខ្លីខ្ញុំគិតថាកម្ពុជាចាំបាច់ត្រូវបង្កើនយន្តការចរចាទ្វេភាគីដោយផ្ទាល់ជាមួយថៃមានភាពសកម្មបំផុតដើម្បីទប់ស្កាត់ការយល់ច្រឡំជាយថាហេតុខណៈដែលខ្សែភ្នែកអន្តរជាតិកំពុងងាកចេញចំណែកក្នុងរយៈពេលវែងកម្ពុជាត្រូវតែវិនិយោគលើការកសាងប្រព័ន្ធការពារជាតិនិងសេដ្ឋកិច្ចតាមព្រំដែនឲ្យទៅជារបបរស់ដែលមានន័យថាការអភិវឌ្ឍជីវភាពប្រជាជននៅតាមបន្ទាត់ព្រំដែនរឹងមាំគឺជាខែលការពារមានប្រសិទ្ធភាពបំផុតទោះបីជាពិភពលោកមើលរំលងក៏កម្ពុជាត្រូវតែបង្ហាញឲ្យឃើញថាខ្លួនមានសមត្ថភាពម្ចាស់ការលើបញ្ហាព្រំដែនតាមរយៈភស្តុតាងវត្តសាស្ត្រនិងការអនុវត្តច្បាប់ផ្ទៃក្នុងឲ្យបានម៉ឺងម៉ាត់បំផុតដើម្បីធានាថាគ្មានការរំលោភបំពានណាមួយអាចកើតឡើងបានដោយគ្មានការតបតនោះទេបាទ សម្រាប់លោកបដិទ្ធកិនភាកម្ពុជាគួររៀបចំនិងរក្សាឯកសារប្រវត្តិសាស្ត្រទាក់ទងនឹងផែនទីព្រំដែនខ្មែរថៃដែលមានប្រយោជន៍សម្រាប់រយៈពេលវែង ក៏ប៉ុន្តែសម្រាប់រយៈពេលវែងកម្ពុជារបស់យើងគឺត្រូវបន្តយកចិត្តទុកដាក់ជាយុទ្ធសាស្ត្រលើការស្រាវជ្រាវចងក្រងឯកសារប្រវត្តិសាស្ត្រកសាងមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិការរក្សានៅឯកសារផែនទីនិងទស្សនវិជ្ជាប្រវត្តិសាស្ត្រនិងផ្លូវច្បាប់ផ្សេងៗទៀតឲ្យបានល្អបំផុតជាវាងនៅពេលដែលយើងត្រូវការយើងទៅស្នើសុំប្រទេសផ្សេងៗយកមកប្រើកន្លែងហ្នឹងគឺគួរតែរៀនពីមេរៀនដែលយើងកំពុងតែជួបប្រទេសនេះ ចំពោះលោកហ៊ីមរដ្ឋាកម្ពុជាជារដ្ឋតូចដូច្នេះការគោរពច្បាប់អន្តរជាតិនិងកិច្ចសន្ទនាដោយសន្តិវិធីនៅតែជារឿងចាំបាច់ យ៉ាងណាក៏ដោយយើងក្នុងនាមជារដ្ឋតូចយើងអាចចោលបានទេនៅគោលការណ៍ច្បាប់អន្តរជាតិនិងកិច្ចសន្ទនាក៏ដូចជាគោលការណ៍ភូមិភាគីនិយមព្រោះថាកម្ពុជាជារដ្ឋតូចយ៉ាងហើយយើងត្រូវតែពង្រឹងខ្លួនឯងនៅលើឆាកអន្តរជាតិដើម្បីដោះស្រាយនៅចំនួនដែលមានស្រាប់ក៏ដូចជាហានិភ័យនានាដែលកើតចេញពីចំនួននេះបាទ ទស្សនៈព្រឹត្តិការណ៍ពិភពលោក អាយ៉ាតូឡាអាលីខាមេនីបានស្លាប់កាលពីថ្ងៃសៅរ៍ទី28កុម្ភៈនៅក្នុងការវាយប្រហារទ្រង់ទ្រាយធំមួយរបស់កងទ័ពអាមេរិកនៅទីក្រុងតេហេរ៉ង់មគ្គុទ្ទេសក៍សាសនាកម្ពុជារបស់អ៊ីរ៉ង់រូបនេះបានកាន់អំណាចតាំងតែពីឆ្នាំ1989មកជាមួយនឹងមនោគមវិជ្ជាសាសនាផ្ដាច់ការស្អប់អាមេរិកនិងក្រុមប្រទេសលោកខាងលិចទោះចង់មិនចង់ជិត40ឆ្នាំនៃអំណាចឈ្មោះរបស់អាលីខាមេនីបានចារជាប់ក្នុងប្រវត្តិសាស្ត្រនៃតំបន់ដើមបូព៌ាទាំងមូលមកពិសេសជួនសេចក្តីអធិប្បាយ ជាមួយនឹងទឹកភ្នែករលីងរលោងពិធីករទូរទស្សន៍ជាតិអ៊ីរ៉ង់បានប្រកាសដំណឹងនៃការស្លាប់របស់អាយ៉ាតូឡាអាលីខាមេនីនៅព្រឹកថ្ងៃអាទិត្យទី1មិនិនាមានអាយុ86ឆ្នាំអាលីខាមេនីបានស្លាប់ជាមួយនឹងមេបញ្ជាការធំៗអ៊ីរ៉ង់ជាង30នាក់ផ្សេងទៀតនៅក្នុងការវាយប្រហារដ៏ធំសម្បើមរបស់កងទ័ពអាមេរិកកាលពីថ្ងៃសៅរ៍ជិត40ឆ្នាំមកហើយដែលអាលីខាមេនីបានកាន់អំណាចជាអគ្គមគ្គុទ្ទេសក៍កំពូលនៃរបបសាធារណរដ្ឋអ៊ីស្លាមផ្ដាច់ការអ៊ីរ៉ង់ងារនេះបានផ្ដល់ឲ្យអាលីខាមេនីនៅអំណាចផ្ដាច់មុខតែម្នាក់ឯងគ្របសង្កត់លើប្រទេសអ៊ីរ៉ង់ទាំងមូលមិនថាក្នុងវិស័យការពារជាតិនយោបាយនិងសាសនាជួតក្បាលនឹងក្រណាត់ខ្មៅមានពុកមាត់ពណ៌សរូបថតរបស់អាយ៉ាតូឡាអាលីខាមេនីមានសឹងគ្រប់ទីកន្លែងនៅអ៊ីរ៉ង់មិនថាតាមផ្លូវសាធារណៈសាលារៀនឬអគាររដ្ឋគឺនៅខែមិថុនាឆ្នាំ1989ក្នុងវ័យ50ឆ្នាំដែលអាលីខាមេនីត្រូវបានជ្រើសតាំងឲ្យឡើងមកធ្វើជាអាយ៉ាតូឡាបន្ទាប់ពីរូហូឡាហូមេនីស្ថាបនិកសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានស្លាប់ការចាប់ផ្ដើមកាន់អំណាចដែលបានប្រព្រឹត្តទៅយ៉ាងរលូនព្រោះថាអាលីខាមេនីមានបទពិសោធន៍ធ្លាប់ធ្វើជាប្រធានាធិបតីអ៊ីរ៉ង់ពីឆ្នាំ1980ដល់ឆ្នាំ1988ប្រមាណជាង3ទសវត្សរ៍មកនេះអំណាចផ្ដាច់ការរបស់អាយ៉ាតូឡាអាលីខាមេនីបានដិតដាមទៅដោយវិបត្តិចលនាបះបោរបាតកម្មរបស់ប្រជាជនអ៊ីរ៉ង់ដែលស្រេកឃ្លានចង់បានសិទ្ធិសេរីភាពនិងការបើកចំហប្រទេសទៅកាន់ពិភពខាងក្រៅនៅឆ្នាំ2009ចលនាបៃតងរបស់ប្រជាជនអ៊ីរ៉ង់បានផុសផុលឡើងប្រឆាំងនឹងជ័យជំនះរបស់លោកម៉ាហ្មូដអាម៉ាឌីនេយ៉ាតនៅក្នុងការបោះឆ្នោតប្រធានាធិបតីដែលប្រជាជនបានស្រែកថាមានការបន្លំសន្លឹកឆ្នោត
នៅឆ្នាំ2022ចលនាស្ត្រីជីវិតសិទ្ធិសេរីភាពបានផុសផុលទូទាំងអ៊ីរ៉ង់បន្ទាប់ពីស្ត្រីឈ្មោះ Masha Amini ត្រូវបានសមត្ថកិច្ចអ៊ីរ៉ង់ធ្វើទារុណកម្មទាល់តែស្លាប់ដោយសារតែទទួលក្រណាត់គ្របសក់មិនជិតតែជារៀងរាល់លើកអាយ៉ាតូឡាអាលីហាមេនីមិនបានជ្រើសរើសស្ដាប់សម្រេចទាមទាររបស់ប្រជាជនអ៊ីរ៉ង់ឡើយផ្ទុយទៅវិញអាលីហាមេនីបានបញ្ជាឲ្យសមត្ថកិច្ចអ៊ីរ៉ង់បង្ក្រាបចលនាបាតកម្មយ៉ាងសាហាវឃោរឃៅដើម្បីតែការពារអំណាចនយោបាយរបស់ខ្លួនជាក់ស្ដែងកាលពីខែមករាបាតកម្មផុសផុលទូទាំងប្រទេសរបស់ប្រជាជនអ៊ីរ៉ង់ត្រូវបានរបបផ្ដាច់ការនេះបង្ក្រាបបាញ់សម្លាប់ស្រស់ៗប្រភពផ្សេងៗគ្នាអះអាងថាពីសប្តាហ៍ដើមខែមករាមនុស្សប្រមាណ 30,000 នាក់ត្រូវបានរបបផ្ដាច់ការរបស់អាលីខាមេនីសម្លាប់និងច្រើនពាន់នាក់ទៀតត្រូវចាប់ដាក់ឃុំអាយ៉ាតូឡាអាលីខាមេនីកើតនៅថ្ងៃទី19មេសាឆ្នាំ1939ក្នុងគ្រួសារក្រីក្រមួយនៅទីក្រុងម៉ាសាតក្រោយរៀនចប់ផ្នែកទ្រឹស្ដីសាសនាអ៊ីស្លាមស៊ីអ៊ីតអាលីខាមេនីបានចាប់ផ្ដើមដើរតាមទ្រឹស្ដីរបស់ហូមេនីតាំងតែពីឆ្នាំ1958សកម្មភាពតស៊ូនយោបាយប្រឆាំងនឹងរបបដឹកនាំរបស់ព្រះចៅឆាអ៊ីរ៉ង់រេហ្សាប៉ាឡាវីដែលការនោះស្និទ្ធស្នាលខ្លាំងជាមួយនឹងសហរដ្ឋអាមេរិកបានធ្វើឲ្យអាលីខាមេនីជាប់គុកច្រើនលើកចន្លោះពីឆ្នាំ1960ដល់ឆ្នាំ1970ថ្មីបើមានអំណាចធំបំផុតក្នុងដៃតែក្នុងរយៈពេល36ឆ្នាំមកនេះអាលីខាមេនីត្រូវគេដឹងថាបានរស់នៅក្នុងភាពសាមញ្ញក្នុងផ្ទះតូចមួយនៅរដ្ឋធានីតេអ៊ីរ៉ង់ដោយមានការយាមសន្តិសុខខ្ពស់បំផុតគេកម្រឃើញអាលីខាមេនីធ្វើដំណើរចេញពីអ៊ីរ៉ង់ណាស់តែម្ដងគត់នៅឆ្នាំ1987ដែលអាលីខាមេនីបានធ្វើដំណើរជាន់ទឹកដីសហរដ្ឋអាមេរិកក្នុងពេលទៅថ្លែងសារនៅឯអង្គការសហប្រជាជាតិក្នុងនាមជាប្រធានាធិបតីអ៊ីរ៉ង់អាលីហាមេនីត្រូវបានគេដឹងផងដែរថាជាមនុស្សស្រឡាញ់អក្សរសាស្ត្រប្រឡោមលោកកំណាព្យកាបឃ្លោងតែបើនិយាយពីនយោបាយវិញអាលីហាមេនីមានទំនោរមនោគមវិជ្ជាដ៏រឹងរូសបំផុតជាង3ទសវត្សរ៍មកនេះអំណាចនៃស្ថាប័នអគ្គមគ្គុទ្ទេសក៍កំពូលរបស់អ៊ីរ៉ង់ត្រូវបានពង្រឹងយ៉ាងរឹងមាំឥទ្ធិពលអំណាចរបស់អាលីហាមេនីបានគ្របសង្កត់លើប្រធានាធិបតីអ៊ីរ៉ង់ទាំង6នាក់បន្តបន្ទាប់គ្នាមិនថាជាអ្នកមានទំនោរកណ្ដាលនិយមឬអភិរក្សនិយមក្រោមកណ្ដាប់ដៃអំណាចរបស់អាលីខាមេនីកងទ័ពឆ្មាំបដិវត្តអ៊ីរ៉ង់បានពង្រឹងឥទ្ធិពលកាន់តែធំលូកដៃចូលសង្គ្រប់ខ្សែបណ្ដាញនិងសរសៃឈាមសេដ្ឋកិច្ចអ៊ីរ៉ង់ខណៈកងទ័ពជាតិអ៊ីរ៉ង់ឯណោះវិញកាន់តែចុះទុនខ្សោយកងឆ្មាំបដិវត្តអ៊ីរ៉ង់មិនត្រឹមតែបានធ្វើផ្គរធ្វើភ្លៀងនៅអ៊ីរ៉ង់នោះទេតែបានដើរពង្រឹងកម្លាំងតស៊ូនៅតាមប្រទេសផ្សេងទៀតក្នុងតំបន់ដូចជានៅយេម៉ែននៅអ៊ីរ៉ាក់ស៊ីរីនិងលីបង់ជាដើមគឺកងប្រដាប់អាវុធកូនចៅរបស់អ៊ីរ៉ង់ទាំងនេះហើយដែលបានបង្កបញ្ហាអស្ថិរភាពនៅតំបន់ដើមបូព៌ារវាង20ឆ្នាំចុងក្រោយនេះកម្មវត្ថុដ៏ធំបំផុតមួយនៃរបបអ៊ីស្លាមផ្ដាច់ការអ៊ីរ៉ង់គឺកំទេចអ៊ីស្រាអែលឲ្យវិនាសអាលីខាមេនីមិនដែលលាក់ទេចំពោះទឹកចិត្តស្អប់ខ្ពើមរបស់ខ្លួនមកលើប្រជាជនយូវីសនិងមកលើរដ្ឋអ៊ីស្រាអែលមហិច្ឆតានៃរបបផ្ដាច់ការអ៊ីរ៉ង់ក្នុងការផលិតអាវុធនុយក្លេអ៊ែរដើម្បីទប់កំទេចអ៊ីស្រាអែលបានធ្វើបាបប្រជាជនអ៊ីរ៉ង់ជាង30ឆ្នាំឲ្យរស់រងទុក្ខវេទនាជាមួយនឹងទណ្ឌកម្មអន្តរជាតិឥតស្រាកស្រានមរណភាពរបស់អាលីហាមេនីនៅពេលនេះបានធ្វើឲ្យប្រជាជនអ៊ីរ៉ង់ភាគច្រើនទាំងក្នុងនិងក្រៅប្រទេសស្រែកអបអរសាទរយ៉ាងសប្បាយរីករាយតែទោះបីជាយ៉ាងណាគ្មាននរណាអាចស្មានបានទេថារបបផ្ដាច់ការអ៊ីស្លាមអ៊ីរ៉ង់នេះនឹងដួលរលំទាំងស្រុងដោយសពរបស់អាលីហាមេនីឬមួយក៏នៅតែអាចងើបចេញពីផេះផង់គំនរបាក់បែកមកវិញបានបាត់យ៉ូកាបច្ចុប្បន្នសិប្បកម្មប្រពៃណីខ្មែរមួយចំនួនដូចជាគំនូរចម្លាក់ស្មូនឬតម្បាញដែលជាមរតកសម័យដូនតាកំពុងជួបបញ្ហាឬក៏ថានៅមិនទាន់មានការផ្ទេរចំណេះដឹងជំនាញនិងបច្ចេកទេសទៅឲ្យមនុស្សជំនាន់ក្រោយឲ្យបានទូលំទូលាយនៅឡើយទេទោះជាយ៉ាងណាអ្នកផលិតនិងអ្នកប្រើប្រាស់យល់ថាការបន្តអភិរក្សសិប្បកម្មដូនតាទាំងនេះប្រកបដោយការច្នៃប្រឌិតជាដំណោះស្រាយមួយក្នុងការពង្រីកទីផ្សារសប្តាហ៍ថ្ងៃនិងក៏ជាការជួយជ្រោមជ្រែងវប្បធម៌ខ្មែរដែរពីបរិវេណសាលសន្និសិទចតុមុខរាជធានីភ្នំពេញយើងទស្សនាបទយកការរៀបចំជូនដោយឈៀបប៊ុនរិទ្ធអ្នកស្រីជាសុខុនអាយុ52ឆ្នាំជាសិប្បករផលិតក្អមឆ្នាំងរស់នៅភូមិមណ្ដងឫស្សីឃុំស្រែថ្មីស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងអ្នកស្រីសុខុនប្រាប់ថាការធ្វើក្អមឆ្នាំងពីដីឥដ្ឋកំពុងប្រឈមនឹងការបាត់បង់ជាបណ្ដាដោយសារតែមិនសូវមានអ្នកទិញច្រើនដូចមុនហើយអ្នកប្រកបរបរនេះខ្លះបានងាកទៅធ្វើការងាររោងចក្រវិញនិយាយរួមទៅការផលវិបាករបស់ធ្វើក្អមឆ្នាំងនេះវាមានច្រើនតែការលក់វិញវាមាននៅកម្រិតទាប
ដោយសារអីដោយសារយើងមិនអាចលក់ខ្ពស់បានដោយសារគុណភាពយើងនៅក៏មានកម្រិតដែរហើយដល់ពេលអញ្ចឹងទេអ្នកភូមិគាត់ថាគាត់ទៅធ្វើរោងចក្រស្អាតខ្លួនហើយលុយបានតែការនេះបើចំពោះខ្ញុំគិតថាគាត់ចង់រកលុយស្រួលមែនតែការធម្មតាតែចេញពីផ្ទះទៅធ្វើការក៏វាមិនមែនស្រួលដែរអ្នកស្រីជាសុខុនកំពុងលក់សម្ភារៈកុលភាជក្នុងពិព័រណ៍សិល្បៈសិប្បកម្មខ្មែរដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានរយៈពេល4ថ្ងៃគឺចាប់ពីថ្ងៃទី28ដល់ថ្ងៃទី3ខែមីនានៅបរិវេណសាលចតុមុខក្នុងរាជធានីភ្នំពេញខាងកលាភាគខាងអីហ្នឹងពេលច្រើនយើងអត់សូវសម្បូរបែបទេពេលច្រើនយើងធ្វើលក្ខណៈប្រពៃណីច្រើនមានន័យថាយើងរៀនពីគ្រូពីចាស់យើងជំនាន់តគ្នាទៅរបៀបនៃការធ្វើបច្ចេកទេសស្អីៗហ្នឹងយើងនៅបែបលក្ខណៈប្រពៃណីច្រើនហើយដូចខ្ញុំធ្លាប់ឃើញសេរ៉ាមិចនៅគេធ្វើអីមើលទៅវាមានលក្ខណៈហៅគេវិវត្តច្រើនជាងដោយសារទាំងបច្ចេកទេសទាំងរបៀបធ្វើទាំងការច្នៃប្រឌិតគេអញ្ចឹងវាមានច្រើនជាងប៉ុន្តែយើងបច្ចុប្បន្ននេះយើងនៅមានកម្រិតក្នុងការច្នៃប្រឌិតណាលោកស្រុនរីដាជាអ្នកដើរទស្សនាពិព័រណ៍សង្កេតឃើញថាអ្នកប្រកបរបរដូនតាភាគច្រើនរស់នៅតាមបណ្ដាខេត្តឯការផលិតនិងការបង្រៀនវិញចេះតគ្នាមានលក្ខណៈប្រពៃណីច្រើនលោករីដាបន្ថែមថាអ្នកអភិរក្សវប្បធម៌ដូនតាភាគច្រើននៅខ្វះភាពច្នៃប្រឌិតនិងភាពសម្បូរបែបផ្នែកបច្ចេកទេសក្នុងការផលិតសម្ភារៈថ្មីខ្ញុំគិតថាជំនាញបុរាណដូនតាហ្នឹងជំនាញខ្លះគឺល្អនេះខ្លះសិតសំខាន់ក៏ប៉ុន្តែសំខាន់តតែយើងអ្នកប្រើប្រាស់ផងហើយនិងអ្នកផលិតហ្នឹងគាត់ត្រូវយល់ថាទំនោរនៃសង្គមគេទៅបែបណាហើយទំនោរនៃប្រើប្រាស់គាត់ទៅបែបណាអញ្ចឹងណាហើយយើងជាយើងពង្រឹងតែសមត្ថភាពថ្មីស្នាដៃល្អហើយណាមួយការផ្សព្វផ្សាយការអីវាត្រូវតែមានឲ្យច្រើនជាងព្រោះឥឡូវបច្ចុប្បន្នពេលច្រើនពេលខ្ញុំជួបទៅអ្នកខ្លះគាត់ថាគាត់ដឹងថារកសម្ភារៈហ្នឹងណាអ្នកខ្លះទៅគាត់ថាដល់ពេលអ្នកធ្វើគាត់ថាគាត់ដឹងថាត្រូវទៅយករបស់ហ្នឹងទៅផ្សាយទៅផ្សព្វផ្សាយទៅតាមណាផ្សាយទៅណាពេលច្រើនដូចយើងមកចេះអីពេលច្រើនបានតែទៅមើលតាមកម្មវិធីក៏មានកម្មវិធីសិប្បកម្មដូចក្រសួងឬមួយក៏ថាបានណាក៏រៀបចំនៅយើងអាចទៅមើលបានហើយតែដល់ពេលក្រៅពីហ្នឹងសម្រាប់ទីផ្សារអត់ទាន់ទលាយខ្ញុំគិតថាពិបាករកហ្នឹងក៏វាជាចំណុចមួយដែរឲ្យចង់គាត់ឆ្នៃមានកំណត់ច្នៃប្រឌិតដោយយកវប្បធម៌ខ្មែរយើងហើយវាថាសម័យទំនើបអីហ្នឹងលាយបញ្ចូលគ្នាឲ្យមើលទៅវាកាន់តែប្លែកហើយវាលក្ខណៈថាមើលទៅវារៀងសម័យលេខទំនើបអីចឹងឲ្យគាត់ធ្វើស្អាតហើយតម្លៃសមរម្យស័ក្តិសមនឹងអ្វីដែលគាត់គិតថាគាត់ធ្វើហើយបានតម្លៃប៉ុណ្ណឹងគាត់សប្បាយចិត្តមិនថ្លៃពេកមិនថោកពេកមកល្មមតែគាត់គិតថាយើងអាចមានលទ្ធភាពក្នុងការទិញវាអ្នកស្រីសុខុនប្រឡូកក្នុងសិប្បកម្មកុលភាជមានដូចជាក្អមឆ្នាំងដីនិងរូបសត្វជាច្រើនដែលធ្វើពីដីឥដ្ឋចេះតពីមនុស្សជំនាន់មុនប៉ុន្តែអ្នកស្រីបានក្លាយជាអ្នកផលិតវត្ថុអនុស្សាវរីយ៍ពីដីឥដ្ឋក្នុងអំឡុងឆ្នាំ2000បន្ទាប់ពីអ្នកស្រីទទួលបានការបណ្ដុះបណ្ដាលធ្វើវត្ថុអនុស្សាវរីយ៍ពីដីឥដ្ឋដោយអង្គការអាល្លឺម៉ង់មួយការដែលយើងធ្វើកែច្នៃនេះទី1ជួយវប្បធម៌យើងអាចថែរក្សាវប្បធម៌ទ្រង់ទ្រាយជារបស់ខ្មែរយើងក្អមឆ្នាំងដូចជាចង្ក្រានរបស់ប្រើប្រាស់អីហ្នឹងគឺយើងជួយថែរក្សាវប្បធម៌ខ្មែរយើងមួយទៀតយើងអាចយកក្បាច់ក្បូររបស់បុរាណយើងដូចជាក្បាច់ត្បកឈូកក្បាច់ដាក់ចានយើងអាចយកមកតុបតែងនេះក៏ជាការថែរក្សារបស់វប្បធម៌យើងដែរអ្នកស្រីសុខុនប្រាប់ថាអ្នកស្រីនៅតែចង់ឲ្យក្រសួងវប្បធម៌និងអង្គការដៃគូនានាជួយបណ្ដុះបណ្ដាលពីបច្ចេកទេសផលិតកែច្នៃដីឲ្យមានគុណភាពប្រើបានយូរនិងការច្នៃប្រឌិតបែបសិល្បៈទៅតាមតម្រូវការរបស់អតិថិជនខ្ញុំចង់ឲ្យខាងក្រសួងវប្បធម៌ឬមួយក៏ខាងអង្គការខាងស្ថាប័ននានាដែលមានពាក់ព័ន្ធខ្ញុំចង់ឲ្យគាត់ជួយពង្រឹងឲ្យមានគុណភាពឲ្យមានការកែច្នៃល្អជាងនឹងទៀតដើម្បីអីដើម្បីយើងតម្រូវទៅលើអតិថិជនដែលគាត់ត្រូវការប្រើប្រាស់ព្រោះហល់ថ្ងៃមនុស្សយើងហល់ថ្ងៃគាត់គ្រប់គ្រងគាត់ជួយតែគ្រាន់តែថាការប្រើប្រាស់របស់គាត់ត្រូវការវាមានសុផលភាពមានគុណភាពខ្ពស់ជាងនឹងដើម្បីអីដើម្បីគេប្រើប្រាស់ទៅវាងាយស្រួលនឹងការសម្អាតងាយស្រួលនឹងការទុកដាក់អញ្ចឹងណាហើយដោយសារដូចជាដីនេះយើងអាចប្រើប្រាស់ទៅវានៅមានការជ្រាបទឹកវានៅមានការដូចថាយើងដាក់បាយដែលតែវាជាប់បន្លាយទេសិប្បកម្មបើបែបប្រពៃណីយើងលក់ក្នុងទីផ្សារវាអត់សូវមានទីផ្សារមានន័យថាអ្នកទិញគាត់ទិញលវាថាដោយសារយល់ថាជាបោះខ្មែរគាត់អាណិតទៅគាត់ចេះតែទិញអញ្ចឹងណាអញ្ចឹងហើយប៉ុន្តែយើងជំរុញមួយទៀតឲ្យមានការច្នៃប្រឌិតមានន័យថាឲ្យគាត់ទិញក្នុងន័យឲ្យគាត់ស្រឡាញ់
មានន័យរបស់ហ្នឹងគាត់មើលទៅស្អាតគាត់អាចចំណាយជារបស់ខ្មែរផងហើយគាត់ទិញទៅអាចប្រើបានផងអញ្ចឹងយើងក្នុងន័យហ្នឹងយើងគិតថាវាការជំរុញទឹកចិត្តឲ្យវែងឆ្ងាយលោកឈុំមេងហុងអគ្គនាយកបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកឡើងថារយៈពេល2ឆ្នាំកន្លងមកនេះក្រសួងបានបើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈដូនតាដើម្បីអភិរក្សចំណេះដឹងនិងជំនាញដូនតាឲ្យនៅគង់វង្សទន្ទឹមគ្នានោះក្រសួងបានសហការជាមួយសិស្សនិស្សិតផ្នែករចនាជួយអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ច្នៃប្រឌិតរបស់កម្ពុជាយើងបញ្ហាទីផ្សារយើងយល់ប៉ុន្តែម្ល៉េះហើយយើងក៏ព្យាយាមធ្វើពិព័រណ៍ផ្សេងហើយយើងកំពុងជំរុញគាត់ឲ្យមានការច្នៃប្រឌិតអញ្ចឹងហើយពិព័រណ៍នេះគឺជាផ្នែកមួយជាសិប្បកម្មច្នៃប្រឌិតដែរដោយយើងឃើញនៅក្នុងស្តង់ពិព័រណ៍យើងមានផ្នែកមួយហៅសិប្បកម្មច្នៃប្រឌិតដែលយើងសហការជាមួយសិស្សនិស្សិតដែលជំនាញខាង design ហ្នឹងឲ្យគាត់ design ទៅមានន័យថាគាត់អាចបង្កើតផលិតផលអីថ្មីនៅស្រុកក្នុងទីផ្សារដើម្បីអាចលក់ក្នុងទីផ្សារបានលោកអ្នកស្ដាប់ជាទីមេត្រីការផ្សាយកម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFE នៅថ្ងៃច័ន្ទទី2ខែមិនិនាឆ្នាំ2026នេះបានឈានចូលមកដល់ទីបញ្ចប់ហើយសូមអរគុណធីវ៉ាន់ដែលជួយសម្រួលផ្នែកបច្ចេកទេសនាងខ្ញុំសាដាវីនិងសហការីនៃវិទ្យុបារាំងអន្តរជាតិ RFE ទាំងអស់សូមអរគុណនិងសូមជម្រាបលា